ស្ដាប់និងស្ដាប់មានទីអប់រំចិត្តតាមព្រះពុទ្ធោវាទដែលសម្ដែងដោយភិក្ខុសត្យមាលង្ការោឈ្មោះវិបុលគង់នៅវត្តនិក្រូធវង្គលទទឹងស្ថិតនៅភូមិកំក្របីសង្កាត់ព្រែកថ្មីខណ្ឌមានជ័យរាជធានីភ្នំពេញដូចតទៅចិត្តតាំងតន់តាំងសុខារហ័សការអប់រំទូមានចិត្តនាំមកនៅសេចក្តីសុខនមថរតនតយសៈខ្ញុំព្រះអង្គសូមលើកំបងផ្គងអញ្ជលីក្រាបសំពះនមស្ការឧទ្ទិសដល់ចំពោះប្រជុំ3នៃព្រះត្រៃរតន៍ទាំង3ដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងសូមថ្វាយបង្គំចំពោះព្រះបរមធាតុព្រះបរមចេតិយព្រះសិរីពោធិព្រឹក្សនៃក៏ដូចជាព្រះបដិមាដែលជារូបស្នងនៃព្រះសម្មាសម្ពុទ្ធដែលបដិស្ថានក្នុងទីឋាននានាដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនិងសូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលជាព្រះសង្ឃបដិបត្តិល្អដែលមានប្រកបដីគង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគ្រប់ទីវត្តអារាមទាំងអស់ដោយសេចក្តីជ្រះថ្លាហើយសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រូមេតាបាឡោទឹមសឿដែលជាព្រះគ្រូចៅអធិការនៃវត្តនិក្រូធវង្គលទទឹងដោយសេចក្តីជ្រះថ្លាហើយដូចជាសូមធ្វើនៅសេចក្តីគោរពកោតក្រែងសមានភាពចំពោះបករណាគ្រូសូត្រឆ្វេងស្ដាំបករណាមេត្តារកតោឆនម៉ៅមេត្តាដែលជាប្រធានវិទ្យុមេត្តាណាហើយនឹងសូមធ្វើនៅសេចក្តីគោរពកោតក្រែងចំពោះព្រះសង្ឃគ្រប់ព្រះអង្គដែលមានប្រវត្តិមានគង់សិក្សានៅពធព្រះវិន័យក្នុងវត្តនិក្រូធវង្គលទទឹងជារៀងរាល់ថ្ងៃដោយសេចក្តីជ្រះថ្លាផងដែរដោយជាសូមចម្រើនពរចំពោះញាតិញោមចំពោះបរិស័ទតាជីដូនជីសីលវ័នសីលវតីអាយដាមលោកចំទាវលោកស្រីប្រជាបរិស័ទទៅតាមគេហដ្ឋាននានាទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីជ្រះថ្លាសូមអនុមោទនារាល់អំពើបុណ្យកុសលដែលញាតិញោមជាពុទ្ធបរិស័ទបានបំពេញឲ្យដោយល្អសពកាលសពវេលាទាំងអស់ដោយសេចក្តីជ្រះថ្លានៅក្នុងថ្ងៃនេះគឺត្រូវនឹងថ្ងៃអាទិត្យ6កើតខែពិសាខពុទ្ធសករាជ2557ត្រូវនៅថ្ងៃទី4ខែឧសភាគ្រិស្តសករាជ2014ហើយក៏ជាថ្ងៃដែលខ្ញុំប្រកាសអាត្មាភាពបានជួបជាមួយនឹងញាតិញោមតាមរយៈប្រព័ន្ធទូរស័ព្ទនៅក្នុងកម្មវិធីនេតិអប់រំចិត្តតាមព្រះពុទ្ធវាទដោយសពមួយដងក៏ដោយសពមួយដងហើយញាតិញោមអាចដើម្បីចូលរួមលើកឡើងនៅពធលើកឡើងនៅសេចក្តីជ្រះថ្លាឬមួយចង់សាកសួរនៅបញ្ហានៃពធយ៉ាងណាគឺអាចសាកសួរបានហើយអាត្មាភាពយល់ចេះអាចបកស្រាយបានក៏បកស្រាយហើយកន្លែងណាដែលមិនទាន់ចេះទេក៏នឹងព្យាយាមស្រាវជ្រាវបន្ថែមយកមកសម្ដែងឲ្យញាតិញោមបានយល់បានជ្រះថ្លាទៅក្នុងពធនៃព្រះសម្មាសម្ពុទ្ធដូចជាថ្ងៃមុនអញ្ចឹងអាត្មាភាពបានបញ្ជាក់ឲ្យថាធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺច្រើនទលំទលាយមិនងាយនឹងចេះអស់កន្លែងខ្លះក៏ចេះទៅកន្លែងខ្លះចាំហើយក៏យល់នោះក៏មិនទាន់ច្បាស់កន្លែងខ្លះក៏អត់ទាំងចាំអត់ទាំងសូវយល់មិនមែនថាឲ្យតែបួសឬបួសហើយនឹងធម៌សុទ្ធតែចេះចប់សពគ្រប់នោះក៏ទេដែរ
ណាអាស្រ័យទៅនឹងការប្រឹងប្រែងណាសិក្សារៀនសូត្រទៅតាមឧបនិស្ស័យនៃសេចក្តីជ្រះថ្លាទៅតាមឧបនិស្ស័យនៃបញ្ញាណាបើសម័យពុទ្ធកាលឬថាក្រោយនៃសម័យព្រះអត្តកថាព្រះដីកាចារ្យគឺលោកជាបុគ្គលមានបញ្ញាមានឧបនិស្ស័យណាខ្លាំងក្លាគឺលោកទ្រទ្រង់ចាំនៅពុទ្ធវចនៈហ្នឹងដោយមាត់ទទេព្រោះគឺมันតាន់មានជាសភៅមានជាអីសត្រាអីសម្រាប់ចាកត់ទុកទន្ទិញនោះទេគឺថាលោកស្ដាប់ទៅស្វាត់ជាទៅចាំទៅហើយធម៌ហ្នឹងគឺចាំហើយគឺច្បាស់លាស់ណាមិនឃ្លានឃ្លាតមិនបដូរផ្លាស់ទៅជាប្រការៈដតីទេព្រោះតែលោកទ្រទ្រង់នៅបញ្ញាណាផ្នែកប្រសូតក្តីផ្នែកវិន័យក្តីផ្នែកអភិធម្មក្តីគឺលោកចាំច្បាស់ចាំបានល្អហ្នឹងគឺនៅក្នុងសម័យនោះក៏នៅក្នុងសម័យពុទ្ធកាលក៏ដូចជាសម័យនៃព្រះអត្តកថាព្រះដីកាចារ្យហ្នឹងហើយចំណាយសពថ្ងៃសម្រាប់កុលបុត្រដែលបួសហើយកម្រមានបើអ្នកទ្រទ្រង់អ្នកចេះចាំនៅពធហ្នឹងឲ្យសពគ្រប់ដូចជាសម័យពុទ្ធកាលណាបើនឹងហើយមានម្អងចឹងដែរដែលថាលោកទ្រទ្រង់នៅប្រធរចាំមាត់បានច្រើនដូចជានៅប្រទេសភូមាអីចឹងទៅព្រោះទ្រទ្រង់នៅវិន័យ3ដកសុតន3ដកឬថាអភិធម្ម3ដកចឹងទៅប៉ុន្តែលោកទ្រទ្រង់ហ្នឹងក៏លោកប្រឹងប្រែងណាស់ប្រឹងប្រែងទៅទិញប្រឹងប្រែងស្វាត់ជាយក្នុងការទ្រទ្រង់ហ្នឹងតម្រាំនឹងបានចេះបានចាំព្រោះហើយរឿងអីផ្សេងក្រៅអំពីរឿងធម៌ងាយទេព្រោះងាយទេរឿងចំណែនគ្នារឿងស្អប់គ្នាចាស់ចោចអុចអាជេបន្តិចគ្នារឿងអកុសលផ្សេងណាគឺមិនចាំបាច់ប្រឹងទន្ទិញទេស្ដាប់តែម្ដងគឺចាំណាព្រោះហេតុអីព្រោះតែសត្វលោកនឹងសន្សំផ្នែកចំណែនគ្នាផ្នែកមើលមុខគ្នាមិនចំនិយាយដើមគ្នាហ្នឹងវាច្រើនព្រោះវាច្រើនជាតិច្រើនអត្ថិភាពមកហើយចឹងទៅរឿងទាំងអស់ហ្នឹងគ្រាន់តែឮគឺចាំគ្រាន់តែឮគឺយល់មិនចាំបាច់ព្យាយាមទន្ទិញអីច្រើនទេប៉ុន្តែរឿងធម៌យូរឮម្ដងយូរជួបម្ដងចឹងទៅហាក់ដូចថាភ្ញាក់ពីដេកចឹងបើយល់សពនឹងយល់សពវាមិនច្បាស់ណាភ្ញាក់ពីដេកទៅភ្លេចអស់ហ្នឹងវាមានអញ្ចឹងប៉ុន្តែគឺទោះបីយ៉ាងណាក៏ដោយគឺយើងខំប្រឹងព្យាយាមទាំងអស់គ្នាទៅក្នុងផ្នែកល្អផ្នែកកុសលធម៌ហ្នឹងទោះបីចាំតិចក្តីចាំច្រើនក្តីវាសំខាន់គឺការប្រព្រឹត្តបន្ថែមលើការចាំការចេះហ្នឹងបើចេះចាំហើយយើងមិនប្រព្រឹត្តអាហ្នឹងក៏វាមិនទទួលផលបានគប់ប្រសើរដែរហើយបើថាមិនបានចេះចាំច្រើនទេប៉ុន្តែប្រព្រឹត្តទៅតាមអ្វីដែលបានឃើញបានជួបហ្នឹងបានដឹងហ្នឹងក៏នាំមកនៅប្រយោជន៍នៅសេចក្តីសុខហើយបើថាបានចេះចាំហើយប្រព្រឹត្តហើយបានជាប្រយោជន៍ទៀតក៏កាន់តែប្រសើរក៏កាន់តែប្រសើរជួយខ្លួនឯងផងជួយអ្នកដទៃផងដោយអាស្រ័យចំណេះដឹងរបស់ខ្លួនហ្នឹងហើយបើថាមិនចេះមិនដឹងទេហើយថែមទាំងមិនប្រព្រឹត្តល្អទៀតអាហ្នឹងគឺសូន្យហើយក៏0ហើយជាបន្តនឹងបានសរុបនៅសេចក្តីនៃប្រសូតពីម្សិលមិញព្រោះនៅក្នុងប្រសូតពីម្សិលមិញអាត្មាក៏បញ្ជាក់ខ្លះហើយមុននឹងទទួលជួបជាមួយនឹងញាតិញោម
នៅក្នុងកម្មវិធីថ្ងៃអាទិត្យនេះគឺចង់បញ្ជាក់ទៅក្នុងបសោតដដែលដែលមានឈ្មោះថានិត្យាតន្តិសោតបសោតពោលអំពីការលមោបលក់ឬថាការលមោបដេកហើយនឹងសេចក្តីខ្ជិលច្រអូសនៅក្នុងបសោតហ្នឹងដែលមានសម្ដែងក្នុងបេដកលេខ29ទំព័រទី16ញាតិញោមអាចមើលនៅក្នុងបេដកហ្នឹងបានគឺទេវតាហ្នឹងបានសម្ដែងបានសម្ដែងនៅឧបនិស្ស័យនៃធម៌ដែលធ្វើឲ្យអរិយមគ្គហ្នឹងមិនប្រកបទៅដល់ពួកសត្វក្នុងលោកនេះណាធម៌ដែលធ្វើឲ្យអរិយមគ្គមិនប្រកបដល់ពួកសត្វហ្នឹងគឺមាននិត្យានិត្យាឬថានិត្ទាំងហ្នឹងគឺសំដៅដល់ការលមោបលក់នៅក្នុងបៃដកហ្នឹងគឺលោកប្រែអញ្ចឹងការលមោបលក់គឺលក់ច្រើនពេញចិត្តទៅក្នុងការដេកច្រើនហើយការដេកច្រើនហ្នឹងគឺចម្រើនសុខភាពហើយមិនអត់ទេប៉ុន្តែវាផ្នែកគុណធម៌វាអត់មានចម្រើនអីទេផ្នែកកុសលធម៌ប្រយោជន៍ដែលត្រូវធ្វើហ្នឹងគឺអត់បានធ្វើទេដោយអាស្រ័យទៅនឹងការដេកហ្នឹងដេកច្រើនហួសប្រមាណវានាំឲ្យខាតប្រយោជន៍នឹងហើយសម្រាប់យើងដែលបានកើតមកនៅក្នុងโลกនេះក៏មិនមែនគ្រាន់តែដើម្បីកើតមកហើយបានដេកសុខបានដេកជាស្រួលតែប៉ុណ្្នឹងទេគឺទិសដៅក្នុងការប្រឹងប្រែងចម្រើនអប់រំនៅកុសលធម៌ឲ្យបានច្រើនដើម្បីបានជាយានដើម្បីបានជាបច្ច័យនាំខ្លួនយើងចេញអំពីโลกនេះដែលមានសភាពចង្អៀតចង្អល់វឹកវរទាំងយប់ទាំងថ្ងៃនឹងញាតិញោមសម្លឹងមើលពិភពលោកសពថ្ងៃហ្នឹងគឺថាមានសុខសន្តិភាពហើយប៉ុន្តែមិនទេមិនជាសុខសន្តិភាពទេប្រព្រឹត្តទៅដោយការបៀតបៀនគ្នាប្រព្រឹត្តទៅដោយការត្រូវការចង់បានមិនមានទីបញ្ចប់មិនមានព្រំដែនហើយសួរថាដែលថាការបៀតបៀនគ្នាការប្រាថ្នាត្រូវការមិនចេះចប់មិនមានព្រំដែននោះសួរថាទីបញ្ចប់ទៅតើបានអីទីបញ្ចប់ទៅគឺបានអីគឺអត់មានបានអីទេបានត្រឹមតែคล้ายទៅជាទឹកคล้ายទៅជាដីជាភ្លើងជាខ្យល់នឹងឯងคล้ายទៅជាធាតុទាំង4នឹងឯងព្រោះថាក្នុងโลกនេះវាប្រព្រឹត្តទៅដោយធាតុទាំង4ហ្នឹងយើងខំបរិភោគចម្រើនសាច់ចម្រើនឈាមហ្នឹងគឺមិនមែនចម្រើនរបស់ដែលជាក្លឹមទេណាចម្រើនរបស់ដែលមិនទៀងទេតាចម្រើនដីចម្រើនទឹកចម្រើនភ្លើងចម្រើនខ្យល់ចម្រើនរសឲ្យជាពណ៌ក្លិននៅក្នុងនឹងឯងមានបានជាក្លឹមអីមានបានជាក្លឹមអីនឹងអញ្ចឹងនឹងគឺការដែលអរិយមគ្គមិនប្រកបច្បាស់ដល់ពពួកសត្វក្នុងโลกនេះព្រោះតែសត្វលោកនឹងឯងត្រូវការដែលលមោបលួណាសេចក្តីងុយងោកងក់ឬថាលមោបលួពេញចិត្តក្នុងការលក់នឹងវាក្របសង្កត់ចិត្តហើយនឹងសេចក្តីខ្ជិលច្រអូសมันប្រឹងប្រែងទៅក្នុងកុសលធម៌ហើយការមិត្តពុតកាយតម្រុនតម្រុនទៅมันប្ររពព្យាយាមធ្វើឲ្យអស់ធ្វើឲ្យអស់លទ្ធភាពគឺថាជួបនៅបញ្ហាបន្តិចបន្តួចគឺដាក់ធុរៈចោលมันប្រឹងប្រែងឲ្យអស់នៅកម្លាំងកាយកម្លាំងចិត្តឆាប់ចុះចាញ់ណាហ្នឹងគឺក៏มันអាចដើម្បីទទួលបាននៅប្រយោជន៍ដែរហើយថែមទាំងมันមាននៅសេចក្តីរីករាយក្នុងកុសលធម៌យើងធ្វើកុសលធម៌ឲ្យជាវត្ថុជាទីរីករាយធ្វើនៅកុសលធម៌ឲ្យជាវត្ថុសំខាន់សម្រាប់ជីវិតរបស់យើង
នឹងទៅដើម្បីធ្វើឲ្យយើងនឹងបានចូលទៅចាក់ធ្លុះឃើញនៅសច្ចធម៌ឬមួយថាអរិយមគ្គនឹងបានប្រកបច្បាស់ដល់យើងតើតែយើងនឹងលើកតម្កើងនៅកុសលធម៌នឹងឲ្យសំខាន់ជាងអ្វីទាំងអស់ឲ្យសំខាន់ជាងលៀបសក្ការៈបច្ច័យ4ឲ្យសំខាន់ជាងអាយុជីវិតរបស់យើងលើកតម្កើងនៅកុសលធម៌កុសលធម៌ថ្នាក់ទានថ្នាក់សិលហ្នឹងញាតិញោមធ្លាប់ស្ដាប់រឿងខ្លះមានព្រះរាជានៅកោះសរីលង្កាអីលោកទម្លាប់ខ្លួនណាដល់ថាបើមិនតាន់បានធ្វើទានទេគឺមិនបរិភោគទេបើបរិភោគទៅគឺអត់សប្បាយបតីអញ្ចឹងបានធ្វើទានដល់អ្នកដទៃដល់ព្រះវិខុសង្ឃអញ្ចឹងទៅសប្បាយចិត្តសប្បាយចិត្តនឹកឃើញថាថ្ងៃនេះអាត្មាអញបានធ្វើទាននៅអញ្ចឹងលើកតម្កើងនៅកុសលធម៌នឹងឲ្យកុសលធម៌ហ្នឹងជាវត្ថុសំខាន់សម្រាប់ខ្លួនលោកនឹងហើយការដែលធ្វើអញ្ចឹងហ្នឹងហាក់ដូចថាយើងនឹងវាអន់យើងមើលទៅណារឿងមួយគេធ្វើហើយយើងធ្វើអញ្ចឹងទៅគេមើលមកហាក់ថាដូចជាយើងនឹងអន់ប៉ុន្តែយើងមិនអន់ទេអំពើល្អនៅតែល្អនៅតែជាវត្ថុសំខាន់ចាំបាច់គួរដល់ការលើកតម្កើងហើយនឹងបន្តបងសេចក្តីស្រវឹងក្នុងអាហារនឹងកាលណាបើថាច្រើនទៅដោយសេចក្តីស្រវឹងក្នុងអាហារត្រូវសេចក្តីស្រវឹងក្នុងអាហារនឹងគ្របសង្កត់ហើយអញ្ចឹងគឺក៏ជាហេតុធ្វើឲ្យអរិយមគ្គហ្នឹងមិនប្រកបដែរមិនប្រកបដែរអញ្ចឹងបានជាទេវតាហ្នឹងបានពោលអញ្ចឹងព្រោះធម៌ទាំងអស់ហ្នឹងព្រោះទោសទាំងអស់ហ្នឹងបានជាអរិយមគ្គហ្នឹងមិនប្រកបមិនប្រកបច្បាស់ដល់សត្វលោកណាគឺថាមិនកើតដល់សត្វលោកឯព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងន័យប្រហែលគ្នានឹងដែរគ្រាន់តែព្រះអង្គសង្កត់ឲ្យសត្វលោកហ្នឹងលះបង់នៅធម៌ទាំងអស់ហ្នឹងដោយវិរិយៈដោយសេចក្តីព្យាយាមអរិយមគ្គសម្មាវិរិយមគ្គហ្នឹងលះបង់នៅធម៌ទាំងអស់ហ្នឹងទៅទើបអរិយមគ្គហ្នឹងបរិសុទ្ធបានជាប្រយោជន៍នាំសត្វចេញចាកទុក្ខនឹងរៀបរាប់ប៉ុណ្ណឹងឥឡូវចិត្តអស់មកហើយឥឡូវសូមទទួលញាតិញោមបានមួយរូបចុងនាទីថ្ងៃអាទិត្យនេះគឺតាមប្រព័ន្ធទូរស័ព្ទ088 752 62 70 089 090 52 62 70ញាតិញោមអាចអញ្ជើញចូលរួមបានហើយមិនច្រើនទេទទួលញាតិញោមបានតែមួយរូបអីប៉ុណ្ណឹងព្រោះពេលវេលាខ្លីពេលវេលាខ្លីហើយញាតិញោមអាចចូលរួមបានអាចលើកឡើងនៅសេចក្តីជ្រះថ្លាយ៉ាងណាឥឡូវមានញាតិញោមអញ្ជើញមកហើយសូមចម្រើនពរសូមចម្រើនពរញោមចម្រើនពរញោមមកពីខាងណាសូមប្រាប់នាមទីកន្លែងផងដាច់ទៅវិញហើយគួរឲ្យស្ដាយញាតិញោមអាចព្យាយាមមកម្ដងទៀតហ្នឹងហើយពធរបស់ព្រះសម្មាសម្ពុទ្ធជាធម៌គួរដល់ការសិក្សាញាតិញោមចេះមួយបាតមួយគាថាកន្លែងណាក៏ដោយចេះហើយក៏ព្យាយាមស្វាត់ជាយចម្រើននៅកុសលធម៌ចម្រើននៅចិត្តស្ងប់ញ៉ាំងនៅប្រយោជន៍របស់ខ្លួនឲ្យបានសម្រេចដោយអំណាចនៃពធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងទុកមកហើយពធទាំងអស់នោះក៏មានប្រកបនៅក្នុងគម្ពីរបត្រៃបិដកញាតិញោមបើមានឱកាសអាចដើម្បីយកនៅគម្ពីរបត្រៃបិដកឬថាខ្ចីអំពីប្រសងនៅតាមវត្តនានាយកមកអានចឹងទៅទោះបីថាមិនយល់សពគ្រប់អីយ៉ាងណាក៏យើងព្យាយាមអានឲ្យបានមកចប់អីចឹងទៅមួយអត្ថភាពមួយជាតិរបស់យើងហ្នឹង
គឺមិនងាយនឹងបានស្ដាប់ពធដែលព្រះអង្គសម្ដែងមកទេឥឡូវទោះបីព្រះអង្គសម្ដែងទៅព្រះអង្គបរិនិព្វានទៅក៏ពិតមែនប៉ុន្តែពធទាំងអស់នោះមាននៅក្នុងគម្ពីរបត្រៃបិដកទាំងអស់នឹងឯងព្រះអង្គសម្ដែងនៅទីណាកន្លែងណាគឺមានប្រកាសនៅក្នុងគម្ពីរបត្រៃបិដកហ្នឹងហើយចឹងព្យាយាមឥឡូវមានញាតិញោមមកហើយសូមចម្រើនពរកណាសូមប្រាប់បានគុំលោកម្ចាស់ខ្ញុំកណាគុំមកបណ្ណានៅគុំត្រៃប៉ាគុំស្វាលងប្រធានខេត្តកណ្ដាលលោកម្ចាស់ខ្ញុំវត្តបណ្ណាខ្ញុំមានបញ្ហាអីអាចលើកឡើងបានតខ្ញុំកណាសូមសួរលោកម្ចាស់ថាខ្ញុំកណានឹងស្ដាប់វិទ្យុបណ្ដាធ្វើការបណ្ដាហើយអត់មានទោសអីទេលោកម្ចាស់អត់មានអីទេអត់មានទោសអត់មានប្រៃអីទេក៏ល្អតែស្ដាប់បដាធ្វើបដាទៅក៏អត់មានទោសអីទេកុំឲ្យថាយើងស្ដាប់ក្នុងពេលដែលប្រសងកំពុងសម្ដែងនៅតាមរោងអីចឹងទៅណាហើយយើងអត់ស្ដាប់ដោយគោរពយើងដើរយើងនិយាយជជែកគ្នាចឹងឬមួយយើងស្ដាប់ឯងសដោកជើងដាក់លោកឬមួយពាក់មួកអីចឹងទៅកាន់អីផ្សេងទៅអាហ្នឹងគឺមិនសមគួរទេប៉ុន្តែក្នុងពេលដែលយើងស្ដាប់តាមវិទ្យុគឺមិនមែនជាការស្ដាប់ផ្ទាល់ចំពោះមុខចឹងយើងអាចធ្វើអីក៏បានដូចយើងស្ដាប់តាមសំឡេងខ្សែអាត់អីចឹងក៏អត់មានទោសអីទេធ្វើបដាស្ដាប់បដាវាប្រសើរជាងដែលយើងអត់ស្ដាប់ក៏ហើយគោរពមិនគោរពគឺនៅលើចិត្តរបស់ញោមបើញោមគិតថាលោកនឹងហើយនៅក្មេងលោកសំឡេងមិនព្រោះហើយនិយាយធរនឹងហើយវាអត់សមទេតើតែថាលោកនឹងជាភិក្ខុឬមួយថាលោកនឹងតពោះយូរទៅអាចសម្ដែងធរហើយអីបានកាលណាបើយើងគិតចឹងអាហ្នឹងវាចូលក្នុងការមើលងាយបុគ្គលអ្នកសម្ដែងព្រោះធរព្រះអង្គសម្ដែងមកគឺមិនប្រកាន់ថាភិក្ខុឬសាមណេរទេអ្នកណាក៏អាចសម្ដែងបានដែរទាំងកុហកដែលជាអ្នកចេះចាំធរហ្នឹងអាចលើកឡើងនៅធរហ្នឹងយកមកប្រកាសសម្ដែងបានហើយអត់មានទោសทั้งលោកអត់ចេះលោកស្ដាប់កុហកសម្ដែងហើយមានទោសក៏អត់ដែរហើយសំខាន់គឺអ្នកសម្ដែងហ្នឹងត្រូវតែស្ថិតនៅក្នុងទីដែលខ្ពង់ខ្ពស់ប្រសើរជាងអ្នកស្ដាប់បើអត់មានឲ្យអ្នកស្ដាប់ហ្នឹងអង្គុយខ្ពស់ជាងនៅលើអាសនៈប្រសើរជាងអ្នកសម្ដែងទេអាហ្នឹងគឺមានសេចក្តីប៉ុណ្ណឹងទេអត់មានកម្មពីអីទេអត់មានបាបអីទេណាញោមហើយញោមព្យាយាមស្ដាប់ទៅព្រោះធ្វើការបដាស្ដាប់បដាទាំងចឹងទៅហើយចាំខ្លះអត់ខ្លះចឹងទៅយើងស្ដាប់គ្រាន់បើជាងយើងអត់ស្ដាប់ព្រោះហើយមានសំណួរអីទៀតព្រោះខ្ញុំកណាមានសំណួរមួយទៀតថាខ្ញុំកណាជាបានការនឹងគួរគោរពបដិបត្តិយ៉ាងម៉េចដើម្បីឲ្យត្រូវតាមដំបូងមានរបស់ព្រះសម្មាសម្ពុទ្ធហើយឲ្យត្រូវកុំឲ្យខុសធ្វើបុណ្យទៅកុំឲ្យខុសលោកម្ចាស់ធ្វើបានន័យថាធ្វើយ៉ាងណាឲ្យបានជាមនុស្សល្អសម្រាប់ពុទ្ធសាសនាហើយធ្វើបុណ្យធ្វើអីកុំឲ្យខុសចឹងគឺមានតែព្យាយាមស្ដាប់នឹងឯងស្ដាប់ឲ្យបានយល់ឲ្យបានដឹងទៅគឺល្អហើយធ្វើត្រូវហើយស្ដាប់មួយថ្ងៃគឺអត់គ្រប់គ្រាន់ទេស្ដាប់មួយខែអត់គ្រប់គ្រាន់ទេស្ដាប់ហើយស្ដាប់ទៀតព្រោះធម៌ព្រះអង្គច្រើនចឹងយើងស្ដាប់ច្រើនយើងយល់ច្រើនយើងដឹងថាអូធ្វើចេះខុសធ្វើចេះត្រូវធ្វើបុណ្យចេះទៅបានបុណ្យច្រើនធ្វើបុណ្យចេះទៅមិនសូវចម្រើនបុណ្យកុសលទេហ្នឹងគឺមានតែវិធីមួយគឺស្ដាប់នឹងឯងព្រោះស្ដាប់ធម៌ហ្នឹងអត់មានវិធីអីក្រៅអំពីការស្ដាប់ទេហើយប្រសងសប្តាហ៍ថ្ងៃលោកព្យាយាមលើកនៅធម៌ហ្នឹងយកមកប្រកាសសម្ដែងតាមវិទ្យុតាមអីហ្នឹងដើម្បីឲ្យញាតិញោមបានស្ដាប់ហើយញាតិញោមមានពេលណាមកនៅវត្តស្ដាប់ធម៌ដូចជាលោកនោះអត់ទេការងារសពបែបយ៉ាងនៅផ្ទះមានកូនមានចៅអញ្ចឹងគឺមានតែការស្ដាប់តាមវិទ្យុនឹងឯងឥឡូវប៉ុណ្ណឹងចុះញាតិញោមណាគឺអស់ម៉ោងហើយក៏សូមអរគុណញោមច្រើនក៏សូមចម្រើនពរហ្នឹងហើយអរគុណចំពោះញោមដែលបានចូលរួមនៅក្នុងកម្មវិធីអាត្មាចុងម៉ោងនេះក៏បានដែលសេចក្តីជ្រះថ្លាលើកឡើងដែលសំណួរល្អដែរព្រោះតកតងទៅនឹងការធ្វើយ៉ាងណាដើម្បីថាឲ្យបាន
ធ្វើបន់ទៅត្រឹមត្រូវបានបន់ច្រើនហើយនឹងបានបដិបត្តិត្រូវនៅក្នុងពុទ្ធសាសនាមានតែការស្ដាប់នឹងឯងឲ្យបានច្រើនពោលឲ្យស្ដាប់ហើយធ្វើទុកក្នុងចិត្តដោយបានបញ្ញាទៀតយ៉ាងប៉ុណ្ណឹងឥឡូវមុននឹងបញ្ចប់អាត្មាភាពក៏សូមលើកឡើងនៅកងការមហាកុសលសពបែបយ៉ាងដោយការអំពីអមិសទានធម្មទានដែលអាត្មាភាពបានបំពេញហើយនៅក្នុងបបរនៃពុទ្ធសាសនានេះប្រកេនទៅដល់ប្រធេរានុធេរៈគ្រប់ព្រះអង្គប្រកេនទៅដល់លោកម្ចាស់គ្រូបករណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់នៅក្នុងវត្តនៃគ្រូទវំពលតឹងជួនទៅដល់លោកគ្រូអគ្គបណ្ឌិតពុទ្ធវង្សជួនទៅដល់ពុទ្ធបរិស័ទគ្រប់រូបសពស័ក្តិគ្រប់រូបទាំងអស់សូមអនុមោទនាត្រៃអរដែលបុណ្យកុសលអំពីអាត្មាភាពឲ្យសូមបានសម្រេចនៅសេចក្តីសុខមាននៅសមាធិធិយល់ត្រូវគ្រប់គ្នាកុំបីអាខានឡើយខ្ញុំបកណ្ណាអាត្មាភាពសូមនមស្ការលានិងសូមចម្រើនពរលា